បាទសូមគោរពនឹងជំរាបសួរបាទលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកតគ្នាតាមដានវីដេអូយើងខ្ញុំបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកអំពីការផ្លាស់ប្ដូរឈ្មោះសិស្សនៅក្នុង PLP បានន័យថាពីយកនាមខ្លួនមកនៅខាងមុខបានន័យថាយកកូនដាក់មុនឪណាបាទប៉ុន្តែឥឡូវនេះមានប៊ូតុងមួយគឺយើងអាចចុចដូរបានបាទអញ្ចឹងទេដើម្បីដូរបានឲ្យតកូលមុនហើយឈ្មោះក្រោយបាទគឺមានវិធីបាទអញ្ចឹងយើងអាចបដូរតាមទូរស័ព្ទក្បាត់កុំព្យូទ័រក៏បានអញ្ចឹងមុនយើងចូលទៅកាន់គណនី PAP យើងបាទដល់យើងវាយ PLP MOEYS នេះមកបាទបន្តមកយើងចូលតាមថ្នាលយើងធម្មតាហ្នឹងបាទចុចលើ PLP មកបាទបន្តមកយើងចុចលើត្រេ3ខាងស្ដាំនេះបាទហើយយកពាក្យថាសហថ្នាលហើយយកពាក្យថាថ្នាលប្រហមPLP ចំនួនថ្មីបាទចូលតាមនឹងវិញបាទទៅបដូរបានហើយកន្លែងនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូបញ្ចូលឈ្មោះអ្នកប្រើប្រាស់លេខកូដសម្ងាត់ដូចជាគ្រូមកបាទបើសិស្សដាក់ជាសិស្សប៉ុន្តែអ្នកដែលត្រូវដូរគឺជាគ្រូបាទអញ្ចឹងខ្ញុំវាយបញ្ចូលសិនបាទចូលគណនីបាទមុននេះជាយើងចូលមកថ្នាលរបស់យើងគឺបានហើយនេះបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតចុចលើត្រេ3ខាងស្ដាំនេះហើយចុចលើprofile យើងបាទនេះបាទបន្តមកចុចលើពាក្យថាគ្រប់គ្រងសិស្សនេះមកចុចយកពាក្យគ្រប់គ្រងសិស្សនេះបន្តមកវានឹងឃើញព្រួយនេះព្រួយឆ្លាស់ទៅមកនេះបាទគឺព្រួយពួរទឹកក្រូចនេះបាទចុចលើនឹងមកបាទអញ្ចឹងកន្លែងនេះគេដាក់ថាបដូរត្រឡប់ឈ្មោះសិស្សអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់ផ្លាស់ប្ដូរសម្បីតែម្នាក់ទេគឺយើងចុចពាក្យថាជ្រើសរើសទាំងអស់នេះបាទប៉ុន្តែគឺខ្ញុំចុចព្រោះខ្ញុំបានដកសិស្សខ្លះចេញហើយអញ្ចឹងខ្ញុំចុចគឺយកទាំងអស់ប៉ុន្តែខ្ញុំទៅដកសិស្សឥឡូវសិស្សនេះខ្ញុំបានដូររួចហើយបាទអញ្ចឹងខ្ញុំទៅរកសិស្សខ្ញុំបានដូររួចទៀតបាទនេះបាទអញ្ចឹងសិស្សណាដែលយើងបានដូររួចហើយយើងដកចេញទៅបាទនេះបាទអញ្ចឹងសិស្សហ្នឹងគឺបើថាខ្ញុំបានត្រឡប់ឈ្មោះរួចហើយបាទនេះអូខេបាទអញ្ចឹងនេះអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ឃើញផ្ទះថាប៊ូតុងបដូរត្រឡប់ទេសម្រាប់ប្រភេទ iPhone អញ្ចឹងយើងចុចលើនេះរូបត្រេ3នេះបាទអញ្ចឹងកន្លែងនេះយើងយកអក្សរ A តូចនេះបើអក្សរយកអក្សរ A ធំវាលោតមកធំអញ្ចឹងទេវាមើលឃើញទេបាទអញ្ចឹងទៅយកអក្សរ A តូចហ្នឹងវានឹងព្រមអេក្រង់ទៅវាឃើញប៊ូតុងពាក្យថាបដូរត្រឡប់អញ្ចឹងខ្ញុំនឹងត្រឡប់ឈ្មោះនេះមានចំនួន26នាក់បាទអញ្ចឹងចុចលើថាបដូរត្រឡប់មកបាទអញ្ចឹងយើងរងចាំនេះអញ្ចឹងបន្ទាប់ពីត្រឡប់ហើយនេះអញ្ចឹងឈ្មោះសិស្សយើងគឺត្រូវទាំងអស់បាទនេះសិស្សយើងគឺត្រូវតាមតកូលទាំងអស់បាទនេះអញ្ចឹងបើមានមួយណាខុសយើងអាចចុចលើខ្មៅដៃហ្នឹងទៅកែបានយើងកែព័ត៌មានបានអញ្ចឹងព័ត៌មានសិស្សយើងគឺអត់ទាន់ត្រូវទាំងអស់ទេអញ្ចឹងលោកគ្រូព្យាយាមកែតាមហ្នឹងបាទកែនៅកម្ពស់ទម្ងន់អីហ្នឹងផ្សេងទៅបាទថ្ងៃខែឆ្នាំកំណើតហ្នឹងបាទយើងយកតាមហ្នឹងបន្ទាប់ពីកែហើយយកពាក្យថាចុចប៊ូតុងខាងក្រោមចុចប៊ូតុងថាកែប្រែព័ត៌មានទៅបាទវានឹងកែបានហើយបាទដោយសារខ្ញុំបានចុចកែអីចឹងវាលោតអត់ទេបាទអញ្ចឹងនេះជារបៀបកែឈ្មោះត្រឡប់បាទថាឲ្យតកូលត្រឹមត្រូវតាមខ្មែរយើងវិញបាទមានតកូលមុនឈ្មោះក្រោយបាទសូមអរគុណបើមានខុសឆ្គងសូមអធិស្ឋានមិនចម្ងល់សូមខមមិនក្រមបាទភ្លេចចុច like ចុច share ដើម្បីតាមវីដេអូបន្ថែមទៀត